សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសម្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងសុភាសិតជំពូក13ខ20អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញនោះនឹងមានប្រាជ្ញាដែរតែអ្នកណាដែលភពប្រសពនឹងមនុស្សល្ងីល្ងើនោះនឹងត្រូវខូចបង់វិញនៅក្នុងព្រះបន្ទូលនេះបានរំលឹកយើងរាល់គ្នាអំពីការសែបគប់ឬការរាប់អានមនុស្សនៅពេលដែលយើងសែបគប់មនុស្សត្រូវនោះការសែបគប់នោះនឹងផ្ដល់នៅផលល្អសម្រាប់ជីវិតរបស់យើងផ្ដល់នៅភាពរីកចម្រើនដល់ជីវិតរបស់យើងប៉ុន្តែបើសិនជាយើងសែបគប់មនុស្សខុសនោះវានឹងអាចនាំឲ្យជីវិតរបស់យើងធ្លាក់ទៅក្នុងភាពខាតបង់ឬមហន្តរាយនៅពេលដែលយើងសែបគប់នរណាម្នាក់នោះចូលពិចារណាហើយនឹងគិតហើយនឹងស្វែងរកតម្លៃនៃជីវិតនិងភាពថ្លៃថ្នូរដែលកើតចេញពីការសែបគប់នោះនៅពេលដែលយើងសែបគប់ជាមួយនរណាម្នាក់នោះមានន័យថាបន្តិចម្ដងអេរិយាបថការគិតពាក្យសម្ដីរបស់យើងនឹងកាន់តែដូចអ្នកនោះការដើរជាមួយនឹងមនុស្សមានប្រាជ្ញាឬមានចំណេះដឹងអ្នកនោះក៏នឹងមានប្រាជ្ញានិងមានការគិតហើយនឹងការធ្វើតាមបែបមនុស្សដែលចេះដឹងនោះដែរប៉ុន្តែបើសិនជាយើងដើរជាមួយនឹងមនុស្សខូចមនុស្សដែលស្វែងរកតែផលប្រយោជន៍ខ្លួនឯងនោះយើងក៏នឹងរៀនបានពីជីវិតដែលរស់នៅបែបនោះដែរបងប្អូនហើយប្រាជ្ញាអាចស្រូបយកដោយសម្ងាត់តាមរយៈទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកដែលយើងសែបគប់ការសែបគប់ជាមួយនរណាម្នាក់នោះនឹងនាំឲ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់យើងអាចជាការផ្លាស់ប្ដូរវិជ្ជមាននៅពេលដែលយើងសែបគប់ជាមួយនឹងអ្នកប្រាជ្ញឬអាចជាការផ្លាស់ប្ដូរនៅក្នុងផ្លូវអវិជ្ជមាននៅពេលដែលយើងសែបគប់ជាមួយនឹងមនុស្សដែលខុសការសែបគប់ជាមួយនឹងមនុស្សដែលពូកែដើរលេងអ្នកនឹងក្លាយជាមនុស្សដែលពូកែដើរលេងដូចគេដែរការសែបគប់ជាមួយនឹងអ្នករៀននោះអ្នកនឹងក្លាយជាមនុស្សដែលស្រឡាញ់ការសិក្សាការសែបគប់ជាមួយនឹងមនុស្សដែលប្រមឹកនោះអ្នកនឹងចេះផឹកនៅថ្ងៃណាមួយទោះបីថ្ងៃនេះអ្នកមិនចេះក៏ដោយការសែបគប់ជាមួយនឹងមនុស្សដែលលេងល្បែងនោះអ្នកក៏នឹងអាចក្លាយជាអ្នកលេងល្បែងដូចគេដែរការសែបគប់ជាមួយនឹងមនុស្សដែលស្រឡាញ់ព្រះដែលបម្រើព្រះនោះអ្នកក៏នឹងក្លាយជាមនុស្សដែលស្រឡាញ់និងបម្រើព្រះដោយជំនឿដែរការសែបគប់ជាមួយនឹងមនុស្សដទៃអាចនឹងមានឥទ្ធិពលដល់ជីវិតរបស់អ្នកដូច្នេះហើយចូលពិចារណារាល់ការសែបគប់របស់អ្នករាល់ការបង្កើតទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សដែលនៅជុំវិញអ្នកអាចសួរថាតើការសែបគប់នោះបានផ្ដល់នៅតម្លៃភាពថ្លៃថ្នូរនិងការរីកចម្រើននៅក្នុងជីវិតដែរឬទេតើនរណាដែលអ្នកកំពុងតែសែបគប់ឥឡូវនេះចូលពិចារណាត្បិតការជ្រើសរើសសែបគប់ជាមួយនរណាម្នាក់នោះត្រូវស្វែងរកពីគុណភាពនៃជីវិតពីការរីកចម្រើននៃជីវិតនៅក្នុងផ្លូវសុចរិតព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទបានហៅយើងថាជាមិត្តមិនមែនជាបាវបម្រើនោះឡើយនេះមានន័យថាទ្រង់បានរាប់យើង
ថាជាមិត្តសែបគប់យើងជាមិត្តដែលដើរជាមួយនឹងទ្រង់ជាមិត្តដែលទ្រង់បានលាតត្រដាងឲ្យយើងស្គាល់អំពីសេចក្តីស្រឡាញ់នៃព្រះបិតាជាមិត្តដែលនាំយើងដើរនៅក្នុងផ្លូវសុចរិតនិងបរិសុទ្ធហើយជាមិត្តដែលបានលះបង់ព្រះជន្មដើម្បីនឹងឲ្យយើងបានទទួលការសង្គ្រោះជាមិត្តដែលផ្ដល់នូវសេចក្តីសង្ឃឹមសេចក្តីសុខសាន្តនិងជីវិតដ៏អស់កលជានិច្ចចូលនៅជាប់ជាមួយនឹងទ្រង់ដែលជាមិត្តដ៏ល្អចូលសែបគប់ជាមួយនឹងទ្រង់តាមរយៈការសញ្ជឹងគិតព្រះបន្ទូលរបស់ទ្រង់និងការមានទំនាក់ទំនងជាមួយនឹងព្រះអង្គជារៀងរាល់ថ្ងៃដូច្នេះជីវិតរបស់បងប្អូននឹងផ្លាស់ប្ដូរយ៉ាងប្រកបនៅពេលដែលយើងសែបគប់ជាមួយនឹងព្រះអង្គដោយភាពស្មោះត្រង់និងប្រកបសូមព្រះវិញ្ញាណបរិសុទ្ធបានជួយឲ្យបងប្អូនរាល់គ្នាបានឃើញពីទំនាក់ទំនងភាពស្និទ្ធស្នាលដែលកើតចេញពីការសែបគប់ជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទថ្វាយស្រីល្អដល់ទ្រង់សម្រាប់ព្រះបន្ទូលដែលរំលឹកដាស់តឿនដល់យើងខ្ញុំអំពីការសែបគប់ទោះបីជាមិត្តនៅលើផែនដីនេះក៏ព្រះអង្គបានរំលឹកឲ្យយើងខ្ញុំបានពិនិត្យមើលអំពីគុណតម្លៃនៃជីវិតដែលកើតចេញពីការសែបគប់ភាពថ្លៃថ្នូរនិងភាពរីកចម្រើននៅក្នុងផ្លូវសុចរិតដែលចេញពីការសែបគប់ព្រះអង្គចាស់សូមបើកសម្ដែងហើយប្រទានប្រាជ្ញាឲ្យយើងខ្ញុំបានសែបគប់មនុស្សដែលស្រឡាញ់ព្រះមនុស្សដែលបម្រើព្រះមនុស្សដែលពេញដោយសេចក្តីស្រឡាញ់និងមានលក្ខណៈដូចជាព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យជីវិតខាងឯសេចក្តីជំនឿរបស់យើងខ្ញុំរស់នៅដោយការចាក់ឫសដោយហ៊ុមព័ទ្ធជុំវិញដោយសេចក្តីសុចរិតដែលមកពីទ្រង់តាមរយៈការសែបគប់នោះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន